ខ្ញុំមើលចរិតនៃការធ្វើសង្គ្រាមនេះដែលគេបាញ់ក្របបាញ់ចង្កោមប៉ះជាង 2,300 គីឡូម៉ែត្រកាឡាមិនមែនជាការចៃដន្យគឺដើម្បីបង្កើតឲ្យមានបញ្ហាសេដ្ឋកិច្ចសង្គមសម្រាប់ប្រជាជនយើងសម្រាប់ប្រទេសយើងក្នុងរយៈពេលវែងមិនបាញ់ដាក់ទីតាំងកងទ័ពណាតាមភូមិឋានរបស់ប្រជាជនយើងក្របបែកចង្កោមអញ្ចឹងមិនចៃដន្យទេដែលបាញ់ដាក់ប្រាសាទព្រះវិហារបើដោះស្រាយបញ្ហាសន្តិសុខផ្នែកសំណល់គ្រាប់យុទ្ធភណ្ឌតង់ទូកមិនតន់ទេគុំសង្ឃឹមទេសចរណាវាអ្នកណាដែលគេទៅលេងនៅនោះគេមិនទៅទេវាទៅបថុយស្លាប់មានណាគេទៅទេអញ្ចឹងការបង្កើតឲ្យមានបញ្ហាអសន្តិសុខរយៈពេលវែងសម្រាប់ប្រាសាទដែលជាគោលដៅរបស់គេដែលគេបានប្រើប្រាស់ក្នុងយុទ្ធសាស្ត្រសង្គ្រាមរបស់គេដែលបានគិតគូរក្នុងរយៈពេលវែងខ្ញុំយល់ថាមិនមែនជាការយល់ច្រឡំទេព្រោះការប្រើក្របបែកចង្កោមវាតកាពេលយូរជាពិសេសនៅតំបន់ព្រៃហើយក្របបែកចង្កោមវាមានឆាត់វាខ្លះទៅលើចុងអាស័យចុងឈើចុងអីអសន្តិសុខនឹងគឺត្រូវការពេលវេលាយូរណាស់បើមិនមានបច្ចេកទេសប្រទេសខ្លះដោះរាប់សិបឆ្នាំក៏នៅតែប្រឈមនឹងបញ្ហាអសន្តិសុខផ្នែកសំណល់យុទ្ធភណ្ឌសង្គ្រាមដល់ឡែកតាក់ទងទៅនឹងខ្លឹមសារច្បាប់ដែលក្របបែកចង្កោមក្របបែកចង្កោមនេះយើងមានជាសមាជិកអនុសញ្ញាអន្តរជាតិមានជាង150ប្រទេសប៉ុន្តែយើងក៏មិនមែនជារដ្ឋសមាជិកដែរកម្ពុជាមិនតន់ចូលជារដ្ឋសមាជិកនៃអនុសញ្ញាក្របបែកចង្កោមទេថៃក៏អត់ចូលដែរនៅក្នុងបញ្ហាសំណល់ជាតិទុកពីសង្គ្រាមយើងឃើញដែលបញ្ហាដែលយើងជាប់ពាក់ព័ន្ធគ្នានឹងច្បាប់អន្តរជាតិនេះអនុសញ្ញាអន្តរជាតិបើយើងមើលចរិតនៃសំណល់ជាតិទុកសង្គ្រាមនៅលើកនេះគឺមានអនុសញ្ញា2ដែលយើងក៏ចូលថៃក៏ចូលគឺអនុសញ្ញាពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគីយើងចូលឆ្នាំ2005ថៃចូលឆ្នាំ2003ក្របមីនប្រឆាំងមនុស្សថៃក៏ជារដ្ឋសមាជិកយើងក៏ជារដ្ឋសមាជិកដែរក្រៅពីនោះក្របបែកចង្កោមយើងអាចបានចូលទេអញ្ចឹងថៃក៏គេថាគេមិនមែនជារដ្ឋភាគីអន្តរជាតិនេះទេតែបងប្អូនអ្នកសាព័ត៌មានមេត្តាពិចារណាឡើងវិញច្បាប់គឺច្បាប់មិនមែនថាខ្លួនមិនគ្រប់គ្រងអានោះមិនមែនជាច្បាប់អន្តរជាតិទេអញ្ចឹងទៅសិក្សាពីច្បាប់នេះឲ្យច្បាស់លាស់ថាបើច្បាប់អន្តរជាតិគេនៅខាងក្រៅច្បាប់គេអាចប្រើអានឹងបានដដែលអញ្ចឹងច្បាប់មានន័យមិនមែនថាច្បាប់ចរាចរណ៍យើងចូលរួមគ្រប់គ្រងច្បាប់ចរាចរណ៍ហ្នឹងជិះមិនក៏បានស្អាតចិត្តទេមុំគេបុកងាប់បើយើងអត់គ្រប់ច្បាប់ចរាចរណ៍វាធម្មតាមានរដ្ឋខ្លះក៏គ្រប់គ្រងរដ្ឋខ្លះក៏មិនគ្រប់គ្រងប៉ុន្តែវាคล้ายទៅជាច្បាប់អន្តរជាតិទៅហើយទោះបីតែឯងមិនមែនជារដ្ឋសមាជិកក៏ត្រូវតែគ្រប់ច្បាប់អន្តរជាតិដែរពួកគេមានធម្មតាទស្សនវិជ្ជាច្បាប់វាមានទៅคล้ายទៅជាច្បាប់អន្តរជាតិទៅមានរដ្ឋប្រមាណដើម្បីគ្រប់គ្រងคล้ายទៅជាច្បាប់អន្តរជាតិហើយคล้ายជាច្បាប់អន្តរជាតិដែលឲ្យចង់ត្រូវតែគ្រប់អានឹងខ្ញុំចង់លើកជាឧទាហរណ៍អញ្ចឹងទេតែដូចខ្ញុំជម្រាបខាងដើមទៅអ្នកច្បាប់គេបកស្រាយខ្លឹមសារច្បាប់